ប្រជ្រួយ3កន្លែងបើអ្នកមានវាសំណាងខ្លាំងពេកចាស់ទៅមនុស្សភាគច្រើនតែងតែមានជំនឿលើទីតាំងនៃប្រជ្រួយជារួមទីតាំងនៃប្រជ្រួយដែលមាននៅលើរាងកាយរបស់យើងគ្រប់ផ្នែកទាំងអស់សុទ្ធតែបញ្ជាក់ពីអត្ថន័យនៃការនាំលាភសំណាងគ្រោះថ្នាក់ឬរឿងអពមង្គលដែលអាចកើតឡើងនៅលើខ្លួនយើងបានថ្ងៃនេះអេដមីនជក់ចិត្តសូមនាំអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាទៅដឹងពីប្រជ្រួយដែលចាស់ៗក៏ដូចជាមនុស្សភាគច្រើនជឿជាក់ថាជាប្រភេទប្រជ្រួយដែលនាំសំណាងមួយអ្នកមានប្រជ្រួយលើចំការនៅក្នុងផ្នែកនរលីជាមនុស្សស្រីដែលមានប្រជ្រួយនៅលើចំការគឺជាមនុស្សស្រីដែលមានសំណាងល្អហើយភាគច្រើនជាមនុស្សស្រីដែលមានភាពរួសរាយរាក់ទាក់និងជាមនុស្សជាទីស្រឡាញ់នៃមនុស្សផងទាំងឡាយផងដែរមនុស្សស្រីដែលមានប្រជ្រួយលើចំការគឺនិមិត្តរូបនៃជីវិតដែលពោពេញទៅដោយសុភមង្គលពេញលេញនៅក្នុងវ័យចំណាស់ហើយក៏ជានិមិត្តរូបនៃអាយុយឺនយូរហើយប្រសិនបើប្រជ្រួយមានពណ៌ប្រភេទទៀតនោះគឺវាមានន័យថាអ្នកពិតជាអ្នកដែលមានវិជ្ជាជីវៈខ្ពស់ក្នុងការងារមានមហិច្ឆតាខ្លាំងអនាគតនឹងក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភនិងមានមនុស្សជាច្រើនគោរពស្រឡាញ់ពីអ្នកមានប្រជ្រួយនៅលើត្រចៀកនៅក្នុងផ្នែកនរវិទ្យាប្រជ្រួយនៅលើត្រចៀកគឺត្រូវបានគេទាយទុកថាអ្នកនឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភអ្នកមានសំណាងដែលមានប្រជ្រួយមួយនេះគឺជាមនុស្សដែលមានប្រេងសំណាងល្អមានប្រវត្តិគ្រួសារថ្លៃថ្នូរមានទ្រព្យសម្បត្តិបរិបូរណ៍មិនបាច់ត្រូវគិតខ្វល់ខ្វាយពីរឿងអត់លុយចាយនោះទេពួកគេជាមនុស្សដែលអាចជោគជ័យលើអាជីពខ្លាយទៅជាអ្នកមានជាមួយនឹងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេមនុស្សដែលមានប្រជ្រួយនៅកន្លែងនេះគឺមានការរស់នៅយ៉ាងសាមញ្ញដែលធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាស្និទ្ធស្នាលនឹងពួកគេ3អ្នកមានប្រជ្រួយនៅលើសៀតផ្កាមនុស្សដែលមានប្រជ្រួយនៅកន្លែងនេះមិនថាពួកគេទៅធ្វើការនៅកន្លែងណានោះទេគឺនឹងតែងតែមានអ្នកជួយយកអាសាជានិច្ចសម្រាប់អ្នកដែលមានប្រជ្រួយលើសៀតផ្កាខាងស្ដាំមានន័យថាអ្នកនឹងទទួលបាននូវតំណែងល្អក្នុងកន្លែងការងារមនុស្សប្រភេទនេះគឺកើតឡើងជាមួយភាពរឹងមាំមានការកំណត់គោលដៅជីវិតច្បាស់លាស់ទន្ទឹមនឹងនោះពួកគេក៏នឹងខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីធ្វើការងារឲ្យសម្រេចបានជោគជ័យផងដែរជាការពិតណាស់សម្រាប់ការបកស្រាយនៅក្នុងវីដេអូនេះតើប្រិយបងប្អូនមាននៅប្រជ្រួយទាំង3កន្លែងនេះដែរឬទេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យ admin បានដឹងពីចម្លើយរបស់បងប្អូន